បាទជំរាបសួរកសិករដែលរស់នៅទូទាំងប្រជាជាតិកម្ពុជាបាទនេះគឺជាវីដេអូឃ្លីបថ្មីមួយទៀតដែលក្រុមការងាររបស់រយថាផាន់តាវីបានចុះមកសួរសុខទុក្ខលោកពូដែលគាត់បានប្រើប្រាស់ជោគជ័យខ្លាំងមែនទែនទៅលើស្រកានេះបាទជាមួយនឹងផាន់តាវីណាណូរបស់យើងដែលជាផលិតផលមួយបច្ចេកវិទ្យាថ្មីបំផុតមកពីប្រទេសអ៊ីស្រាអែលនិងកាណាដាឥឡូវយើងមើលទស្សនវិជ្ជាទូទៅទាំងអស់គ្នាបាទអូខេបាទកន្លែងនេះយើងឃើញទស្សនវិជ្ជាកន្លែងនេះគឺខុសប្លែកត្រង់ថាយើងមើលផ្នែកនីមួយៗដែលចេញក្តាប់ចេញផ្កាថ្មីនេះច្រើនមែនតើបាទយើងរាប់មើលផ្នែកខ្លះ5ផ្កាខ្លះរហូតដល់5អានេះជិត10ផ្លែ10ផ្កាបាទអានេះទៀតបាទប្រហែលជា5 6អញ្ចឹងអ្វីដែលយើងបាននិយាយបាទស្រាលតិចតែបានផលច្រើននេះថ្ងៃនេះយើងជួបកសិករផ្ទាល់តែម្ដងដែលនៅស្រុកកន្លែងនេះលោកពូសុំទោសបាទស្រុកអីលោកពូក្រុងពោធិ៍សាត់អូនៅក្នុងក្រុងបាទដីក្រុងចុះទឹកដីកន្លែងនេះយើងហៅភូមិទូគ្រោះសង្កាត់ចម្រើនផលបាទទូគ្រោះក្រុងពោធិ៍សាត់សង្កាត់ចម្រើនផលក្រុងពោធិ៍សាត់ណាបាទអញ្ចឹងហើយខ្ញុំចង់ឲ្យលោកពូរៀបរាប់បន្តិចថាតាំងតែពីលោកពូបានស្គាល់ហាន់តាវីណាណូហើយលោកពូបានមកអនុវត្តទៅលើដំណាំសកានេះមុនគេលោកពូណាបាទអញ្ចឹងសូមលោកពូរៀបរាប់ពីដើមដើម្បីទុកជាគំរូមួយដ៏អស្ចារ្យដែលកសិករផ្សេងគាត់មិនទាន់បានស្គាល់ឲ្យគាត់យកទៅប្រើប្រាស់ផងបាទសូមជ័យលោកពូចែករំលែកផងបាទជាដំបូងគឺខ្ញុំសូមទេសនាមក៏ឈ្មោះខ្ញុំគឺឈ្មោះងួនឡាយបាទខ្ញុំជាម្ចាស់ចំការសកានេះនៅភូមិទូគ្រោះសង្កាត់ចម្រើនផលក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់ក្រោយពីពេលដែលខ្ញុំបានសិក្សាដាំសកានេះគឺដំបូងបង្អស់គឺខ្ញុំអត់ទាន់បានស្គាល់ជីអាហារណាណូនេះទេគឺអាហារជំរុញប្រសិទ្ធភាពរបស់សកានេះតែខ្ញុំប្រើជីធម្មតាគឺអាចមន់កំប៉ុស្តប៉ុន្តែការប្រើជីកំប៉ុស្តគឺមានការលូតលាស់យឺតបំផុតធ្វើឲ្យការខាត់បងពេលវេលានិងការផ្លែក៏វាតូចហើយវាមិនបានស្អាតល្អចូលស្តង់ដាររបស់គេក្រោយមកគឺខ្ញុំបានមានក្រុមហ៊ុនខាងរបស់ខាងលោកគាត់មានណែនាំពីបញ្ហា1000ទ្វេលោកពូបាទគឺឈ្មោះជីរបស់យើងគឺណាណូបាទណាណូខ្ញុំយកមកពិសោធន៍ដំបូងគឺឃើញថាទី1គឺដើមវាប្រែពីពណ៌លឿងទៅជាពណ៌ខ្មៅមានកម្លាំងហើយមៀតរបស់វាគឺដើមរបស់វានេះគឺវាបានរីកធំវាថ្លោះវាដើមថ្លោះបាទអញ្ចឹងយើងឃើញថាវិជ្ជមានគឺល្អបាទបន្ទាប់ដែលខ្ញុំប្រើជាលើកទី2ក្នុងរយៈពេល10ថ្ងៃខ្ញុំបានលើក10ថ្ងៃក្រោយខ្ញុំបានបាញ់វាម្ដងទៀតខ្ញុំឃើញវាចេញផ្លែថ្មីគឺក្នុងមួយតងនេះគឺស្មើនឹង8ទៅ10ច្រើនមែនច្រើនហើយពីមុនយើងមិនធ្លាប់ឃើញរបៀបនេះទេលោកពូណាពីមុនមកគឺអត់ដែលមានផ្លែអញ្ចឹងទេហើយបន្ទាប់មកទៀតគឺផ្លែគឺមានការរីកធំជាងមុនបន្តិចពីមុនគឺវាមានតូចប៉ុណ្ណេះច្រើនដល់ពេលឥឡូវនេះគឺអាតូចហ្នឹងគឺនៅសល់តិចទៅតែមែនតើវាចាប់ដើមពីប៉ុណ្ណេះឡើងទៅគឺវាធំអញ្ចឹងការប្រើជីណាណូនេះគឺមានប្រសិទ្ធភាពបាទបន្ទាប់មកគឺខ្ញុំបានចាក់គល់សម្រាប់មេរោគអាចមន់ដែលយើងអាចបានសម្រាប់មេរោគប៉ុន្តែខ្ញុំទុកបានចាក់ខ្ញុំសង្កេតមើលថាតើខ្ញុំជឿថាប្រកាសជាមានផលវិជ្ជមានបំផុតបាទក្រោយពេលចាក់នេះប្រហែលថ្ងៃដែលលោកពូចាក់3ថ្ងៃហើយលោកពូមើលសង្កេតមើលទស្សនវិជ្ជានៅក្នុងកំពែងរបស់យើងឃើញមានអីខុសប្លែកបន្តិចបន្តួចទេលោកពូខ្ញុំនិយាយសាដាមបន្តិចពេលដែលខ្ញុំបាញ់ជាលើកទី2ខ្ញុំបានដកស្មៅមើលតាមគុំហ្នឹងគឺមានអាចចលែនមានចលែនអញ្ចឹងគឺដីធូរជាងយើងពីមុនមកបន្ទាប់មកគឺឃើញវាចេញផ្លែបានច្រើនជាងមុនហើយអាផ្លែដែលវាចេញមកហ្នឹងគឺវាមានធំជាងមុនវាបានធំជាងមុនបាទហើយរសជាតិនៅដដែលរសជាតិมันប្រែប្រួលទេគឺផ្អែមដដែលហ្មងបាទมันប្រែប្រួលទេអញ្ចឹងលក្ខណៈអ្វីដែលខុសប្លែកកាលដែលលោកពូមិនទាន់បានប្រើយើងអាចសង្កេតថ្នាក់ដឹកនាំទាំងអស់ក៏ដូចជាកសិករអាចឃើញដោយផ្ទាល់គឺមែកមួយនេះណា
មានរហូតដល់ 1 2 3 ប្រហែលជា 6 7 8 8បាទយើងមើលមេផ្សេងទៀតបាទអានេះមានរហូតដល់5ណាមានរហូតដល់5យ៉ាងហោចណាស់ក្នុងមួយមេឃចេញយ៉ាងហោចណាស់សំអុយណាស់ក៏មាន2ផ្កាឬក៏3តែវានឹងនៅចេញបន្តទៀតបាទនេះជាភាពអស្ចារ្យមួយដែលមិនធ្លាប់មានណាផាន់ធាវីណាណូពិតជាអាហារបំពន់ឬក៏យើងហៅសារធាតុជំរុញប្រសិទ្ធភាពសម្រាប់ដំណាំកសិកម្មគ្រប់ប្រភេទព្រោះថាក្រុមការងារបានមកផ្ដិតយករូបភាពពិតជាក់ស្ដែងនៅក្នុងចំការរបស់លោកពូដែលបានរៀបរាប់ខាងលើអញ្ចឹងសូមលោកពូផ្ដល់លេខទូរស័ព្ទឲ្យសម្រាប់តំណែងតំណងផងព្រោះថាកសិករគាត់នៅពេលដែលគាត់ឮថាមានកន្លែងណាល្អធ្វើអីល្អគាត់តែងតែចង់មកសួរបាទតែសួរបាទលោកពូសូមអញ្ជើញផ្ដល់លេខទូរស័ព្ទបាទលេខទូរស័ព្ទខ្ញុំគឺ012 97 17 41បាទសូមបញ្ជាក់ម្ដងទៀតលោកពូបាទ012 97 17 41បាទអរគុណច្រើនលោកពូបាទឥឡូវយើងពិនិត្យមើលទស្សនវិជ្ជាទូទៅបន្តទៀតដល់គុំផ្សេងបាទបាទអញ្ចឹងនេះក៏ចេញច្រើននេះប្រើបាទនេះបាទមកសកោមគឺមាន3មានរហូតដល់3វាតែមាន3អញ្ចឹងអត់តែមានអញ្ចឹងទេបាទនេះគឺក្រោយអានេះចេញមកក៏3ទៀតដែរនេះ3 2បងមកហ៎បាទហើយចេញមកវាខៀវដូចជាមានកម្លាំងបាទរៀងគេហៅយើងហៅថាថ្លោះបាទដូចជាមើលទៅសដកថ្លោះជាពិសេសគឺលក្ខណៈទូទៅគឺពណ៌របស់វាពណ៌របស់ដើមមិនមានលឿងមានអីទេគឺពណ៌ខៀវខ្ចីវាមានកម្លាំងក្នុងការលូតលាស់បាទតត្រួយតភ្នែកបន្តទៀតបាទនេះមេឃមួយនេះយើងមើលជាក់ស្ដែងហើយមាន1 2 3 4 5 6ឯណោះបាទមួយមេឃនេះមានរហូតដល់6ផ្កាដែលត្រៀមនឹងចេញក្តឹបនឹងចេញផ្លែបាទហើយខាងនេះសពដងគឺអត់ទៅមានផ្លែទេអូបាទមកជ្រុងខាងនេះគឺពីមុនមកគឺអត់ដែរទៅមានផ្លែតែឥឡូវគឺវាចេញផ្លែច្រើនមែនទេអូបាទគួរឲ្យចាប់អារម្មណ៍នេះមែនជាក់ស្ដែងមែននេះគឺពីមុនមកអត់សូមកាមេរ៉ាមែនបាទថតឲ្យបានគ្រប់ដើមចេញផ្លែម្ដុំនេះគឺដើមអត់មានអត់តមានផ្លែទេអត់តមានផ្លែទេដើមក៏យ៉ាងអន់ជាងគេដើមក៏អន់ដែរតែមិនធ្លាប់ចេញមិនធ្លាប់ល្អតែឥឡូវនេះទស្សនវិជ្ជានេះគឺគាត់បានប្រើណាណូរយៈពេលប្រហែលដងហើយលោកពូក្នុងម្ដុំនេះ2 ដង 3 ដងទាំងចាក់2ដងហើយនឹង3ដងទាំងចាក់គុលយើងឃើញភាពខុសគ្នាត្រង់ថាផ្លែជាប់ណាផ្លែកាន់ហើយបរិមាណច្រើនទៀតបាទសូមថតឲ្យគ្រប់គុំអត់ដែរផ្លែពីមុនអត់ដែរផ្លែទេកន្លែងនេះបាទនេះជាភាពអស្ចារ្យមែនទែនបាទលោកពូនេះឃើញមេឃនេះមួយបាទនេះទុំអស់ហើយទុំបាទផ្លែទុំម្ដងហើយអានេះ1 2 3 4បាទច្រើនណាស់បាទហើយយើងឃើញផ្កាដែលចេញមកថ្មីនេះគឺដូចជាមានកម្លាំងមានសន្ទុះក្នុងការលូតលាស់មកចេញមកតែចំកចំចឹងបាទចេញមកសក់ច្រើនតែគូ2ឬក៏3បាទអូអស្ចារ្យមែនតើពីដើមទៅនេះគឺអន់មែនតើដីទៅនេះគឺអន់តែឥឡូវវាចាប់ផ្ដើមលាស់ស្មើគ្នាបាទនេះកន្លែងនេះបាទមើលទៀតបាទយើងមិនមែនរើសតែគុំល្អទេតែគ្រប់គុំណាគ្រប់គុំទាំងអស់វាដូចគ្នា3ផ្លែបាទមើលធៀងមួយនេះបាទធៀងមួយនេះបាទនោះ5បាទរហូតដល់5មួយធៀងនេះរហូតដល់6បាទ6ហើយមានកម្លាំងណាស់មើលទៅបាទហើយពណ៌ស្រស់ទៀតបាទអូខេនេះបាទភាពល្អមែនបាទនេះក៏ចាក់ច្រើនជឿជាក់មែនតើលោកពូខ្ញុំជឿជាក់មែនតើបាទលើកទី1ហើយដែលកសិករគាត់យកណាណូនេះមកបាញ់ជាមួយសកានេះយើងធ្លាប់តែអនុវត្តទៅលើដំណងមីណាម្រេចហើយនឹងបន្លែវិលល្ងាចគ្រប់ប្រភេទម្ទេសបានផលឥឡូវនេះគឺអនុវត្តទៅលើដំណងមីទៅលើសកានេះនៅកន្លែងនេះគឺផលវិជ្ជមានរបស់វាដូចជាអនុវត្តទៅលើដំណាំទូចដែរបាទអញ្ចឹងសូមថ្នាក់ដឹកនាំក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រជាជាតិកម្ពុជាបែរមកប្រើសារធាតុចិញ្ចឹមដែលមានប្រសិទ្ធភាពកាត់បន្ថយការចំណាយដើមទុនក្នុងការដាក់ជីទៅលើដីបាទហើយมันប៉ះពាល់សុខភាពជាពិសេសបាទហើយងាយស្រួលក្នុងការដឹកជញ្ជូនងាយស្រួលក្នុងការដឹកជញ្ជូនយកមកធ្វើគឺយើងងាយស្រួលយើងដាក់តែកប៉ាវមកស្វីតែធុងតទេមកយកទឹកកដាចកាបាទយើងមិនបាច់លីជីមកទាំងបាវនាំធ្ងន់នេះ
ណាណូគឺយើងដាក់តែកប៉ាវយកមកជាមួយបាន បាទលោកពូសូមផ្ដាំផ្ញើទៅកសិករផ្សេងទៀតដែលគាត់មានដំណាំលោកពូសូមអញ្ជើញបាទខ្ញុំបន្តិចបាទលោកពូ ចង់ផ្ដាំផ្ញើឲ្យដល់កសិករនៅខេត្តពោធិ៍សាត់មួយទាំងមូលដែលភាគច្រើនគឺដាំដំឡូងមីដំឡូងមីនេះគឺផលប្រយោជន៍ខ្លាំងដូចសការងាររបស់ខ្ញុំអញ្ចឹងបាទហើយមើមបើយើងធ្លាប់ទទួលបាន30តោនយើងធានាថាប្រហែលអាចឡើងដល់40ទៅ45តោនបាទអញ្ចឹងគឺណាណូនេះគឺមិនចំពោះលើសការងារនេះគឺប្រើបានលើស្រូវលើដំឡូងមីលើទុរេនលើអីបានទាំងអស់បាទហើយបើសិនជាចង់មានការតំណាក់តំណងចង់បានអីគឺតំណាក់តំណងមកខ្ញុំក៏បានបាទតាមរយៈលេខទូរស័ព្ទ012 97 17 41ហើយទីតាំងខ្ញុំគឺនៅភូមិទួលគ្រោះសង្កាត់ចម្រាំផលក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់បាទអរគុណបាទជួបគ្នានៅវគ្គក្រោយទៀតបាទយើងជួបគ្នានៅវគ្គក្រោយបាទអរគុណ